កូននៅពីតូចម៉ែហត់ត្រឹមកាយកូនធំស្មើម្ដាយម៉ែហត់ទាំងចិត្តនឹកព្រួយបារម្ភកូនលើសជីវិតស្រឡាញ់អាណិតគិតកូនយប់ថ្ងៃច្រើននៃឪពុកម្ដាយសុទ្ធតែមិនបានដឹងអំពីរបៀបបង្រៀនកូន5ប្រភេទនេះដែលធ្វើឲ្យកូនធំឡើងមានអនាគតល្អឪពុកម្ដាយដែលមានកូនតូចត្រូវមើលវីដេអូមួយនេះឲ្យបានច្រើនដងដើម្បីរំលឹកនិងចងចាំទុកនៅ5ចំណុចនេះកូនរបស់អ្នកនឹងក្លាយទៅជាមនុស្សអស្ចារ្យដូចហង្សនឹងនេះទី1ដាច់ខាតកុំធ្វើឲ្យខូចកូនក្មេងដាច់ខាតត្រូវតែបង្រៀនកូនតាំងពីតូចក្មេងខូចគឺជាសត្វចិញ្ចឹមក្មេងល្អទើបជាមនុស្សលោកចាប់ផ្ដើមតាំងពីក្មេងរៀនដើរត្រូវឲ្យក្មេងរៀនចេះបោះសំរាមចោលចេះជួយហុចស្បែកជើងចេះជួយហុចរបស់របរកូនក្មេងនេះណាកាន់តែប្រើកាន់តែមានទំនួលខុសត្រូវកាន់តែប្រើកាន់តែមានសមត្ថភាពរឿងទាំងអស់ដែលក្មេងអាចធ្វើខ្លួនឯងបានឪពុកម្ដាយដាច់ខាតកុំលូកដៃទោះបីរឿងតូចរឿងធំក្នុងផ្ទះត្រូវឲ្យកូនចូលរួមឲ្យបានច្រើនពីព្រោះមេគ្រួសារធ្វើការកាន់តែច្រើនកូនរីកចម្រើនធំធាត់ឡើងកាន់តែយឺតកូនធ្វើការកាន់តែច្រើនការរៀនចេះគិតឯករាជ្យទៅអនាគតទើបអាចរីកចម្រើនកាន់តែលឿនទី2ធ្វើជាម្ដាយដាច់ខាតកុំនៅមកកូនធ្វើមានតែកូនមួយគត់នៅក្នុងផ្ទះរបស់អ្នកត្រូវចងចាំថាស្វាមីរឹតតែសំខាន់ជាងកូនទៅទៀតកុំឲ្យកូនអ្នកគេមានអារម្មណ៍ថាគេជាពិភពលោករបស់អ្នកមនុស្សស្រីមានប្រាជ្ញាម្នាក់ត្រូវតែយកទំនាក់ទំនងអាពាហ៍ពិពាហ៍មកដាក់នៅលេខរៀងទី1យកទំនាក់ទំនងរវាងឪពុកម្ដាយនិងកូនដាក់លេខរៀងទី2មានមនុស្សស្រីជាច្រើនបន្ទាប់ពីមានកូនហើយធ្វើបញ្ច្រាស់ទាំងស្រុងមួយថ្ងៃនៅរវល់តែជាមួយកូនមិនអើពើទាំងស្រុងចំពោះអត្តភាពរបស់ស្វាមីទុកចោលទាំងស្រុងនៅភាពស្និទ្ធស្នាលរវាងអ្នកនិងស្វាមីដូច្នេះនាំឲ្យគ្រួសារមួយនេះស្ថិតនៅក្នុងគ្រោះថ្នាក់បញ្ហាអាពាហ៍ពិពាហ៍កាន់តែអាក្រក់ទៅដូច្នេះត្រូវចងចាំថាមានស្វាមីទើបមានកូនរបស់អ្នកប្រពន្ធនិងម្ដាយល្អគឺធ្វើជាប្រពន្ធល្អមុនបន្ទាប់មកទើបក្លាយជាម្ដាយល្អជាក្រោយទី3កុំនិយាយអាក្រក់ពីមនុស្សជាទីស្រឡាញ់នៅមុខកូនក្នុងជីវិតរស់នៅទោះបីប្តីប្រពន្ធអ្នកឆ្លោះគ្នាឬក៏ជជែកវែកញែកឈ្នះចាញ់ក៏ដោយសុទ្ធតែត្រូវចងចាំចំណុចថានៅមុខកូនត្រូវនិយាយល្អពីដៃគូនៅមុខកូនត្រូវបង្កើតអារម្មណ៍ល្អមួយដល់ដៃគូឲ្យបានច្រើនមិនមែនហែកហួរគ្នាទៅវិញទៅមកឡើយដាច់ខាតកុំនៅមុខកូនថ្ងៃនេះនិយាយអាក្រក់ពីស្វាមីរបស់អ្នកថ្ងៃស្អែកនិយាយអាក្រក់ពីប្អូនថ្លៃរបស់អ្នកឲ្យតែអ្នកនៅមុខកូនបង្កើតអារម្មណ៍រឹតតែល្អនៃដៃគូម្ខាងទៀតរបស់អ្នកទើបកូនចេះមានចិត្តគោរពឪពុកម្ដាយទាំងពីរកូនប្រកាសជាអាចយកឪពុកម្ដាយធ្វើជាមនុស្សគំរូកូនដែលគ្មានមនុស្សគំរូអនាគតគឺជាមនុស្សគ្មានគោលដៅកូនដាច់ខាតត្រូវតែយកម្ដាយធ្វើជាកំពង់ផែនៃព្រលឹងកូនដែលគ្មានអាហារផ្លូវចិត្តនេះណានៅពេលធំឡើងអាចគិតតែពីខ្លួនឯងខ្លាំងណាស់នឹងត្រូវបានគេធ្វើបាបត្រូវផ្ដល់ឲ្យកូននៅពេលវេលាទំនាក់ទំនងឲ្យបានច្រើនត្រូវផ្ដល់ឲ្យកូននៅពេលវេលារួមរស់ជាមួយគ្នាឲ្យបានច្រើននៅពេលដែលកូនប្រព្រឹត្តកំហុសកុំឲ្យម្ខាងឪពុកកំពុងប្រដៅម្ខាងទៀតម្ដាយកំពុងមិនឈប់ហើយថែមទាំងការពារកូនទៀតផងបែបនេះគឺកំពុងតែបណ្ដោយកូនហើយចងចាំកំហុសតូចមិនផ្ដន់ទាទោសឲ្យដំណំនោះកំហុសធំនឹងកើតឡើងនៅពេលក្រោយទី4សំខាន់ណាស់ត្រូវតែចងចាំចិញ្ចឹមកូននេះណាត្រូវតែចិញ្ចឹមបែបក្រទោះបីជាប្រុសឬស្រីក៏ដោយដាច់ខាតកុំបំពេញចិត្តកុមារខ្លាំងពេកខាងសម្ភារៈមានមេគ្រួសារខ្លះកាលនៅតូចគាត់ទទួលការលំបាកជាច្រើនហើយឥឡូវនេះលុយរកបានបន្តិចបន្តួចដល់ខ្លួនឯងខ្លាចកូនរបស់ខ្លួនដូចខ្លួនកាលនៅពីតូចអញ្ចឹងសុកចិត្តលំបាកខ្លួនឯងដូច្នេះកូនចង់ទិញអីគឺទៅទិញរបស់នោះឲ្យចង់បានអីគឺបំពេញចិត្តរបស់កូននោះភ្លាមថែមទាំងពេលខ្លះកូនមិនទាន់ហាមាត់ផងអ្នកបាយជារៀបចំរួចជាស្រេចទុកឲ្យបើសិនជាកូនទទួលបានរបស់អ្វីមួយដោយងាយខ្លាំងពេកវានឹងបង្កើតឡើងនៅទម្លាប់មួយប្រភេទគឺបើកមាត់អាហាររត់ចូលក្នុងផ្ទៃលាដៃសម្លៀកបំពាក់ហោះមកនៅពេលធំឡើងបន្តិចម្ដងនឹងបាត់បង់សមត្ថភាពនិងចំណាប់អារម្មណ៍ក្នុងការរកលុយរឹតតែមិនចេះនៅអ្វីដែលគេហៅថាការស្រឡាញ់ថែរក្សាអ្វីដែលហៅថាការលំបាកធ្វើជាឪពុកម្ដាយត្រូវតែចេះបង្រៀនកូនឲ្យការរស់នៅរឹតតែប្រសើរនាពេលអនាគតគឺពឹងទៅលើដៃទាំងគូរបស់អ្នកខ្លួនឯងត្រូវពឹងលើសមត្ថភាពពិតរបស់អ្នកទៅបង្កើតឪពុកម្ដាយផ្ដល់ឲ្យគឺជាសាវតាអ្នកខិតខំធ្វើការទើបជារបស់ខ្លួនពិតប្រាកដទី5ការសិក្សាជារឿងសំខាន់ណាស់ក្នុងជីវិតរបស់កូនវិជ្ជាជាទ្រព្យជាប់ខ្លួនដ៏មហាសាលផាសុខភាពរបស់កូនក្នុងបច្ចុប្បន្នក៏ជារឿងសំខាន់ដែរឲ្យកូនរៀនចេះភាសាបរទេសខ្លះនឹងធ្វើឲ្យកូនរឹតតែរីកចម្រើនដូច្នេះឪពុកម្ដាយត្រូវមានភាពវៃឆ្លាតក្នុងការជ្រើសរើសសាលាល្អសម្រាប់កូន